ពិធីមង្គលការរបស់ខ្ញុំបងប្អូនចាឥឡូវបានមកដល់ផ្ទះហើយឃើញគេរៀបចំធ្វើរឿងធ្វើអីចិត្តហើយចាហើយឥឡូវនេះកូនកំមុំកំពុងតែអង្គុយរើសលេខថ្ងៃចាដាក់វាតាំងឲ្យត្រូវថ្ងៃខ្លួនឯងអីចឹងណាបងប្អូនកុំឲ្យបងប្អូនបកកាយសួររៀងសែងការដល់គូការចាការយកប្តីអីចឹងឥឡូវការបងប្អូនមើលហើយចាហើយនិយាយហើយមើលវីដេអូដល់ចប់អត់មានមកអបអរសាទរទាំងដើមវីដេអូហ្នឹងឯងប្រយ័ត្នពត់ណាចាឥឡូវអង្គុយហៅរូបធ្វើថ្ងៃសិនឥឡូវអញ្ជើញបងប្អូនចូលរួមមង្គលការខ្ញុំផងចាហើយនេះមើលមុខកូនកំមុំបងប្អូនnàyហែងខ្លុំតិចថ្ងៃហ្នឹងព្រោះយើងកាអូចាឥឡូវមួយទឹកមួយអីសិនរៀបចំឲ្យទឹកមួយទឹកមួយអីសិនបន្ទាប់ពីងូតទឹកហើយក៏ញ៉ាំបាយញ៉ាំអីហើយចាប់ផ្ដើមមករៀបចំឲ្យវ៉ាន់បន្តទៀតបងប្អូនឥឡូវម៉ោងចូល11ឯងអត់ទាន់រៀបចំហើយឯងកូនកំមុំចានៅរៀបចំផ្ការៀបចំផ្លែឈើសម្រាប់ដាក់ក្រុងពលីផឹកក៏បងប្អូនហើយពិធីការខ្ញុំនេះធ្វើបែបសាមញ្ញតូចតាចទេបងប្អូនដោយសារខ្ញុំមានធ្វើស្លម្ហូបអីទេគឺស្លធ្វើនំបញ្ចុកនឹងឯងបងប្អូនស្លការីនំបញ្ចុកហើយនឹងទឹកខ្ជាយចាអត់មានធ្វើម្ហូបធ្វើបាយអីទេណាបងប្អូនចាខ្ញុំធ្វើបែបសាមញ្ញធម្មតាទេចាហើយនេះសិតតែបងប្អូនមកជួយធ្វើទាំងអស់ចានេះអ៊ុយកាពីងដូងនឹកអនុស្សាវរីយ៍កាលពីក្មេងណាបងប្អូនអើយចាមើលកាពីងដូងបងប្អូនណាធ្លាប់ញ៉ាំកាលពីក្មេងខ្លះចាហើយនេះកំពុងតកោសដូងនិយាយទៅធ្វើដូងប្រហែលជា10ផ្លែអីទេចាហើយត្រីប្រហែលជា5 6គីឡូអីទេចាស្លការីនឹងឯងទិញបានត្រីខ្សែទៀតណាបងប្អូន1គីឡូ25,000ចានេះទិញប្រហែលជា5 6គីឡូត្រីនឹងឯងចាហើយនេះគ្រឿងផ្សំធ្វើនំបញ្ចុកចាឥឡូវកូនកំមុំសុំទៅលាងបន្លែចិត្តបន្លែសិនបងប្អូនអើយចាហើយនេះតាចាកំពុងតែសក់ដូងសក់អីធ្វើអីខ្ញុំមិនដឹងទេអាហ្នឹងដឹងហៅអីចានេះមុខខ្ញុំចាអានេះពេលព្រឹកឡើងឯណាបងប្អូនចាព្រឹកឡើងអត់ទាន់មានទទួលភ្ញៀវទូអីទេដល់តែពេលអាសៀលបានមានពិធីសូត្រមន្តសូត្រអីចឹងណាហើយឥឡូវជិតដល់ម៉ោងក្រុងពេលឥឡូវហើយប្រហែលជាម៉ោង1 ម៉ោង 2ចាប់ដើមមកអញ្ចឹងក៏រៀបចំឲ្យអត់ទាន់ពេលវេលាចាឥឡូវបានមកដល់ម៉ោងក្រុងពេលលីហើយចាហើយនេះកូនក្រមុំចាកូនកំមុំត្រៀមរួចហើយចាំកូនកំឡោះចាហើយសរុបជារួមទៅគឺថាអត់មានពិធីមង្គលការខ្ញុំស្អីទេចាគឺប៉ុនចម្រើនបច្ចុប្បន្ននិយាយខ្ញុំទេចាឲ្យការអីគេចាបើគូព្រេងខ្ញុំគេមិនទាន់កើតផងនឹងឲ្យការឯណាចាហើយណាមួយខ្ជិលអត់ដាច់ចិត្តមានប្តីចៅហ្វេនទេចាយើងឲ្យអត់គូទាំងអស់គ្នាតែម្ដងទៅចាតាហើយបងប្អូនលោកយាយត្រូវជាចដូនមួយយាយខ្ញុំអាយុគាត់បច្ចុប្បន្នគាត់106ឆ្នាំបងប្អូនអូយចាហើយគាត់ចដូនមួយយាយរបស់ខ្ញុំយាយខ្ញុំអាយុ84ចាហើយគាត់106តែគាត់អត់វែងទេណាបងប្អូនគាត់តែគាត់តិចគាត់ស្ដាប់អត់សូវលឺបន្តិចដល់យើងនិយាយហាងលឺអូចាស់ជំនាន់មុនហើយបច្ចុប្បន្នវែងបងប្អូនយើងសម័យថ្មីនេះអត់ដែរសម័យដល់ទេយើងតា40 50នឹងនិយាយពីទរុនតរីអស់អាលីងហើយដូចខ្ញុំអីខ្ញុំមិនទាន់ដល់40ក៏ខ្ញុំចាប់ផ្ដើមឈឺចុកក្រួយចកេះខ្នងអីចឹងអូយហើយបងប្អូនដូចខ្ញុំអត់មានអារម្មណ៍ថាយើងតា30 40នឹងទរុនតរីហើយចាស់ជំនាន់មុនមើលគាត់106ឆ្នាំហើយនៅដល់កពតណាហើយជីមកបងប្អូន84នេះនៅតនីចាវាកៅ80គីឡូពីគ្នានៅជីបានត្រយធម្មតាមកលេងបងប្អូនណាបងប្អូនឲ្យអត់វែងទេចាអូខ្ញុំសរសើរចាស់ជំនាន់មុនណាហើយនេះកូនត្រេនមកខ្ញុំកូនស្រីបណ្ដូលចិត្តតែមួយរបស់ខ្ញុំចារាល់ថ្ងៃពីអ្នកម៉ាក់កូននឹងឯងចាហើយបើកូនខ្ញុំវាចូលទៅដល់ចៅលួតចៅលីអីព្រោះខ្ញុំចៅទួតអញ្ចឹងកូនខ្ញុំចៅលីអីហើយចាហើយប៉ាខ្ញុំកំពុងរៀបរាប់ចោលប្រាប់នោះចូលចៅលីហើយចាហើយគាត់មកបុនប្អូនចដូនមួយរបស់គាត់ណាបងប្អូនហើយនេះត្រឡប់ទៅវិញហើយចាវិធីបានចាប់សពគ្រប់ពិធីបែបសាសនាយើងក៏ចាប់គាត់ក៏ត្រឡប់ទៅវិញព្រោះគាត់នៅហូបនៅអីល្ងាចឡើងកាឡាវទេនិយាយទៅបុនយាយគាត់ធ្វើម្ហូបកាឡាវដែរទេខ្ញុំនិយាយលេងទេធ្វើនំបញ្ចុកហ្នឹងធ្វើសម្រាប់កូនចៅញ៉ាំចង់ញ៉ាំនំបញ្ចុកចឹងណាហើយចឹងធ្វើញ៉ាំនៅផ្ទះខ្លួនឯងផ្សេងទេហើយសម្រាប់ទទួលភ្ញៀវគឺធ្វើម្ហូបអាហារកាឡាវទេបងប្អូនចាហើយឥឡូវចាប់ផ្ដើមដល់ពិធីស្រង់ទឹកងូតទឹកចាហើយនេះដល់វគ្គខ្ញុំចូលចាខ្ញុំតកក់សាប៊ូឲ្យគាត់ចាហើយបងប្អូនខ្ញុំកក់នេះគឺខ្ញុំចូលក្រោយចាស់ហ្នឹងណាខ្ញុំគ្រាន់តែខ្ញុំកាត់ប្លង់ពីមុខមកដល់ខ្ញុំហ្មងទៅកុំឲ្យបងប្អូនមើលយូរធុញអីចឹងណាបងប្អូនចាខ្ញុំធ្វើការកក់សក់ឲ្យគាត់ហើយខ្ញុំយកសាប៊ូក្លិនដែលខ្ញុំកក់រាល់ថ្ងៃហ្នឹងខ្ញុំទិញជូនយាយហើយយកមកកក់ឲ្យគាត់តែម្ដងចាសាប៊ូក្លិនសាប៊ូខ្មែរយើងហ្នឹងឯងបងប្អូនសាប៊ូក្លិនកក់បានគ្រប់វ័យបងប្អូនមិនមែនកក់បានតែយុវវ័យយើងទេណាកក់ឲ្យមនុស្សចាស់កក់ឲ្យអីបានចាហើយមាន4 5ប្រភេទតម្រូវតាមប្រភេទស្បែកក្បាលដូចយាយខ្ញុំអញ្ចឹងខ្ញុំកក់ឲ្យគាត់ប្រភេទសក់ធម្មតាចាព្រោះគាត់ចាស់គាត់អត់មានកែមានអីទេអញ្ចឹងខ្ញុំកក់ឲ្យគាត់ប្រភេទសក់ធម្មតាចាសាប៊ូក្លិនមាន4 5ប្រភេទតម្រូវតាមស្បែកក្បាលនិងបញ្ហារបស់យើងអញ្ចឹងបងប្អូនរកទិញឲ្យត្រូវដើម្បីឲ្យប្រើបានផលហើយសួររកទិញផ្សារណាក៏មានលក់ដែរហើយពិធីបុណ្យយាយខ្ញុំអត់មានក្មេងទេបងប្អូនមានក្មេងតែពួកខ្ញុំទេកាលពីហ្នឹងសិតតាលោកយាយលោកតាចាស់ក្នុងស្រុកក្នុងភូមិហើយត្រូវបងប្អូនអីចឹងហើយនេះដល់ពេលល្ងាចដល់ពិធីទទួលភ្ញៀវចាហើយបងប្អូនមើលស្គាល់អ្នកកំពុងច្រៀងនឹងអត់ថាពីណាគេក៏បានម្នាក់មួយមើលស្គាល់អត់នេះ
ហើយជាងចាប់បងស្នាហើយខ្ញុំឡើងជាងឆ្លងឆ្លើយបងប្អូនណាចាហើយខ្ញុំជាងមានតែ2យ៉ាងទេខ្ញុំអត់អួតទេចាបើមិនភ្លេងរត់ចោលខ្ញុំគឺខ្ញុំរត់ចោលភ្លេងចាហើយនេះបងខាងវឌ្ឍនាតន្ត្រីសម័យខេត្តកពតខ្ញុំដែរនៅស្រុកអង្គរជ័យខ្ញុំនឹងឯងក៏ពងឈរថតពួកខ្ញុំក៏ស្គាល់ពួកខ្ញុំឡើងច្បាស់តែម្ដងចាហើយខ្ញុំអត់ហ៊ានសម័យដល់អូនដៃអកទេចាចាំមិនដឹងគ្នាវេទនាលេងប៉ុណ្ណាទេគ្នាទ្រាំទប់សើចខ្លាំងហ្នឹងមើលទៅចាហើយបងដែរឡើងបងមកចាតន្ត្រីថាអូនបានអីទៅបានអីចាមែនអីទេអ្នកស្គាល់ខគ្នាអីទេចាអរគុណដល់បងខាងវឌ្ឍនាតន្ត្រីចានិយាយទៅគឺចូលរួមកម្មវិធីលេងឡើងសប្បាយរីករាយតែម្ដងចាចាហើយខ្ញុំចេះទៅតែចាំគេហៅឡើងឯងតាច្រៀងនិយាយទៅមិនធ្លាប់តែសម្ដែងទៅឲ្យច្រៀងបងប្អូនហ្នឹងពិបាកស្ដាប់តិចហើយចាហើយខ្ញុំអត់ហ៊ានបើកសលេងឲ្យបងប្អូនឮទេខ្លាចបងប្អូនភ្ញាក់ដាច់គោដាច់ក្បីដាច់ចំណងអីអស់ចាមន់ទាជ្រូកអីចាឥឡូវវងស្នាក៏ឡើងច្រៀងបងប្អូនខ្ញុំនេះគាត់នៅរំចាហើយនេះស្អែកឡើងពិធីបានចាប់សពគ្រប់អស់ហើយរោងក៏គេហូចចេញដែរអញ្ចឹងខ្ញុំក៏នៅបោះជ្រះតែសម្បែងឲ្យយាយខ្ញុំសិនបោះជូតឲ្យគាត់ស្អាតមុនខ្ញុំត្រឡប់មកពេញវិញអញ្ចឹងណាបងប្អូនហើយវីដេអូខ្ញុំក៏បានឈានមកដល់ទីបញ្ចប់ទៅហើយដែរក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំតាំងតែពីដើមរហូតដល់ចប់ណាអរគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានមកចូលរួមផងដែរដែលខ្ញុំអត់បានថតទេចាអរគុណបាយបាយ